ប្រិមត្តដែលកំពុងតាមដានទស្សនានៃការផ្សាយរបស់ BTV ជាទីមេត្រីនៅក្នុងពេលនេះខ្ញុំបានមានកិច្ចសម្ភាសន៍មួយជាមួយនឹងលោកស្រីបណ្ឌិតព្រំទេវីដែលជាអ្នកសិក្សាស្រាវជ្រាវមួយរូបលើជំនាញសេដ្ឋកិច្ចនៅរាជបណ្ឌិតសភាកម្ពុជាកិច្ចសម្ភាសន៍រវាងខ្ញុំបានជាមួយនឹងលោកស្រីបណ្ឌិតព្រំទេវីនៅក្នុងពេលនេះគឺផ្ដោតជាសំខាន់ទៅលើបណ្ដាពាក្យពេចន៍ទាំងឡាយពាក់ព័ន្ធទៅនឹងវិស័យសេដ្ឋកិច្ចដែលលោកស្រីបណ្ឌិតបានចូលរួមបង្កើតដើម្បីជាច្បាស់ថាតើពាក្យពេចន៍ទាំងឡាយណាដែលលោកស្រីបានចូលរួមបង្កើតឲ្យមានខ្លឹមសារយ៉ាងណានោះសូមប្រិមត្តតាមដានទស្សនានៅកិច្ចសម្ភាសន៍រវាងខ្ញុំបាទជាមួយនឹងលោកស្រីបណ្ឌិតដូចតទៅខ្ញុំបាទសូមជំរាបសួរលោកស្រីបណ្ឌិតបាទសួរចាលោកស្រីបណ្ឌិតសម្រាប់នៅក្នុងពេលនេះអ្វីដែលអ្នកគ្រូចង់ចែករំលែកទៅសាធារណជនអំពីពាក្យដែលអ្នកគ្រូបានបង្កើតឲ្យមានខ្លឹមសារយ៉ាងម៉េចដែរដើម្បីសាធារណជនងាយយកទៅប្រើងាយយល់ប្រើឲ្យយល់តែម្ដងកុំឲ្យតែពាក្យខ្លះដាក់ទៅប្រើហើយប្រើតគ្នាឲ្យសួរគ្នាថាអាហ្នឹងគេថាមិនអត់យល់ទេចាខ្ញុំអរគុណណាស់ចាវាមានពាក្យខ្លះគឺថារឿងវាមានច្រើនតែដោយសារបទសម្ភាសន៍នេះមានពេលកំណត់ខ្ញុំសូមអនុញ្ញាតសូមពេលបង្ហាញនៅ3ចំណុចចាទី1ពាក្យដែលយើងប្រើហ្នឹងគឺថាទាំងគ្រូទាំងសិស្សគឺស្គាល់ពាក្យនឹងគ្រប់គ្នាមិនមែនតែគ្រូទាំងសិស្សនៅសាកលវិទ្យាល័យទេនៅគ្រឹះស្ថានឧត្តមសិក្សាទេសូម្បីតែអ្នកជំនាញតាមស្ថាប័នជំនាញក៏ប្រើអញ្ចឹងដែរតែមិនបានគិតថាជាការយល់ច្រឡំទេអាហ្នឹងខ្ញុំនឹងលើកមួយហើយចំណុចមួយទៀតដែលខ្ញុំចាប់អារម្មណ៍គឺថាពេលខ្លះគឺភាសាអង់គ្លេសគឺមានតែមួយទេពាក្យគេពីរផ្សេងគ្នាហើយគេមានខ្លឹមសារពីរផ្សេងគ្នាដែរតែដល់ខ្មែរយើងប្រើគិតថាហ្នឹងដូចគ្នាតែតាមពិតគឺខុសចាហើយនឹងចំណុចទី3ចាភាសាអង់គ្លេសមិនសំខាន់ទេចាជាក់ស្ដែងគឺវាមានសេចក្តីបកប្រែខុសៗគ្នាដែរតែក្នុងការប្រើក្នុងជីវភាពសាមញ្ញធម្មតាគិតថាហ្នឹងជារបស់តែមួយចាតែតាមពិតគឺខ្លឹមសារវាខុសគ្នាអាហ្នឹងគឺចំណុចមួយបាទចំណុចទី2ដែលមិនខ្ញុំសូមលើកយកមកគឺពាក្យចំណូលដែលជាទូទៅសំដៅទៅលើថាជាប្រាក់ដែលយើងទទួលបានបន្ទាប់ពីរកស៊ីមកដូចថាវាមានដូចថាចំណូលហ្នឹងគឺសំដៅទៅលើជាសាមញ្ញគឺយើងស្ដាប់ទៅមិនបាច់រៀនសេដ្ឋកិច្ចក៏យើងដឹងដែរថាគឺថាលុយដែលយើងរកបានបាទហើយលុយដែលយើងរកបានហ្នឹងជាចំណូលហ្នឹងគឺយើងអាចនៅក្នុងមកដល់ត្រឹមនេះគឺយើងមាននិយមន័យពីរផ្សេងគ្នាណាពាក្យថាចំណូលចាបើនិយាយពីសេចក្តីពយល់គឺសំដៅលើនិយមន័យហ្នឹងចាចំណូលទី1គឺសំដៅទៅលើទឹកប្រាក់ដែលយើងទទួលបានពីការដូចថាកាលណាយើងនៅក្នុងសហគ្រាសយើងមួយយើងមានម៉ាស៊ីនណាយើងមានម៉ាស៊ីនយើងមានឧបករណ៍អីផ្សេងទៀតហើយយើងមានម៉ាស៊ីនដេរមានកណាត់មានបុគ្គលិកអញ្ចឹងយើងដេរជាខោអាវទៅដល់ពេលយើងលក់ទៅដកថ្លៃដើមចេញទៅណាអាហ្នឹងគឺជាចំណូលណាចាហ្នឹងគឺជាចំណូលនិយាយគេរកស៊ីណាដូចតកែរោងចក្រគេរកស៊ីអញ្ចឹងជាចំណូលរបស់គេចាប៉ុន្តែនៅក្នុងន័យគណនេយ្យចាមិនសំខាន់ថាតើគេប្រើអីទេសំខាន់គឺព្រោះពាក្យថាចំណូលវាពេលខ្លះអត់បាច់ធ្វើអីផងក៏បានលុយដែរវាកើតឡើងហ្មងចាអញ្ចឹងបើសិនជាឲ្យខ្ញុំនិយាយតទៅទៀតពាក់ព័ន្ធទៅនឹងចំណូលហ្នឹងវាចែកចេញជា3ប្រភេទទៅទៀតចាប៉ុន្តែជារួមយើងអាចឲ្យនិយមន័យថាសម្រាប់គណនេយ្យគឺជាទឹកប្រាក់ដែលយើងទទួលបានពីយើងយកផលចំណូលដកនឹងចំណាយផ្សេងចាចំណាយហ្នឹងអាចជាពន្ធអាចជាអីទៅអញ្ចឹងចំណូលបើនិយាយឲ្យលម្អិតទៅវាមាន3ប្រភេទទៅទៀតវាមានចំណូលសកម្មដែលយើង
បើមិនធ្វើការវាអត់បានលុយណាដូចបងអូនអ្នកសម្ភារខ្ញុំអញ្ចឹងបើមិនមានសកម្មភាពការងារទេអត់បានប្រាក់ខែបាទអាហ្នឹងគឺជាចំណូលសកម្មចាណាអាជីវករដែលគាត់លក់ដូរនៅផ្សារបើគាត់អត់ទៅលក់ផងគាត់នាំកូនគាត់ទៅដើរលេងនគរសង្ក្រាន្តអាហ្នឹងគឺគាត់អត់មានចំណូលទេថ្ងៃហ្នឹងអាហ្នឹងគឺចំណូលសកម្មប៉ុន្តែវាមានចំណូលមួយប្រភេទទៀតគឺថាគេមានដើមទុនគេវិនិយោគតន្តិចទៅហើយគេគាត់មកចាត់ចែងទីទៅលុយគេហូរចូលvàoគេជួលផ្ទះជួលអគារអញ្ចឹងណាជួលដីជួលឃ្លាំងអ្នកខ្លះទៅជួលឡានជួលម៉ូតូអីចឹងទៅអ្នកនៅសមុទ្រគេជួលទូកអីចឹងទៅណាដាក់ធនាគារយកផ្កាប្រាក់ក៏បានអាហ្នឹងចំណូលគេហៅថាចំណូលអកម្មបាទចាហើយចំណូលមួយទៀតគេហៅថាចំណូលផលប័ត្របានន័យថាអត់មានទិញអីវ៉ាន់អីទេតែយកលុយឲ្យអ្នកផ្សេងជួយរកស៊ីឲ្យចាណាដូចយើងដាក់ហ៊ុនជាមួយគេឬមួយក៏ទិញមូលបត្រផ្សេងណាមូលបត្រភាគហ៊ុនឬក៏មូលបត្របំណុលអីចឹងទៅឬមួយក៏ derivative អីទៅតាមអ្នកជំនាញដែលគេអាចលម្អិតថែមទៀតបានន័យថានិយាយខ្លីឲ្យស្រួលយល់ទៅគឺថាយកលុយឲ្យគេជួយរកស៊ីឲ្យចាវាប្លែកវាជាចំណែកមួយនៃចំណូលអកម្មដែរក៏ប៉ុន្តែគាត់ថាវាអត់ឃើញរបស់ដែលយើងរកស៊ីនឹងទេដូចថាគាត់ទៅយកលុយទៅឲ្យគេចឹងទេដូចថាជាមានជាមូលបត្រឬមួយក៏កិច្ចសន្យាអីជាមួយនឹងអ្នកដែលគេយកលុយយើងយកទៅប្រើរកស៊ីហ្នឹងអាហ្នឹងគឺជាប្រភេទមួយទៀតចា៎បាទអញ្ចឹងគំនិតដែលខ្ញុំចង់លើកឡើងនៅពេលនេះគឺមិនមែនប្រភេទចំណូលផ្សេងទេព្រោះខ្ញុំនឹងចំណាយពេលច្រើនតែខ្ញុំសូមលើកយកមកកុំឲ្យច្រឡំជាមួយនឹងពាក្យមួយទៀតគឺផលចំណូលចាចំណូលនិងផលចំណូលផ្សេងពីគ្នាបាទផលចំណូលគឺជាភាសាអង់គ្លេសយើងហៅថា revenue ចាហើយ revenue វា different from income ចាផលចំណូលខុសគ្នាពីចំណូលផលចំណូលបានសេចក្តីថាជាទឹកប្រាក់សរុបដែលយើងទទួលបានដែលមិនទាន់កាត់កងអ្វីទាំងអស់ចាឧទាហរណ៍ថាយើងលក់ជាអាហារឋានមួយចុះណាដែលយើងលក់អាហារពេលព្រឹកហើយនឹងអាហារថ្ងៃត្រង់អញ្ចឹងទៅអញ្ចឹងនៅពេលដែលមានអ្នកទៅញ៉ាំហើយយើងគិតលុយអញ្ចឹងដល់ពេលយើងបិទហាងទៅលុយដែលទទួលបានពីអ្នកទៅញ៉ាំអាហារយើងហ្នឹងគឺពេលហ្នឹងព្រឹកនិងរសៀលចាទាំងព្រឹកទាំងរសៀលក្នុងមួយថ្ងៃហ្នឹងបូកចូលគ្នាទៅគឺបូកចូលគ្នាទៅរាប់ឃើញប៉ុន្មានគឺប៉ុណ្្នឹងឯងផលចំណូលចាយើងហៅថាផលចំណូលបាទចាចុះឯណាចំណូលនៅឯណាវិញដកការចំណាយចំណូលគឺនៅពេលដែលហើយចុះដើម្បីរៀបចំជាអាហារសម្រាប់លក់គាត់ត្រូវទិញម្ហូបត្រូវទិញបន្លែបាទចាត្រូវចំណាយទៅលើប្រភពថាមពលដើម្បីចម្អិនចំណាយទៅលើអ្នកជំនួយការដើម្បីរៀបចំអាហារហ្នឹងចាអ្នកគិតលុយអ្នកសម្អាតអ្នកអីគ្រប់បែបយ៉ាងដល់ពេលគាត់ដកទៅបានយើងហៅថាចំណូលអញ្ចឹងផលចំណូលមិនដូចនឹងចំណូលទេចាហើយចំណូលហ្នឹងអាចស្មើនឹងចំណេញបានទេគ្រូយើងអត់ខុសគ្នាថែមទៀតចាចំណេញយ៉ាងម៉េចទៅចំណេញគឺនៅពេលដែលយើងដូចថាធម្មតាដល់ពេលយើងលក់បានច្រើនចំណេញហ្នឹងនៅពេលដែលយើងចាយអស់ដូចថាចាយអស់5ហើយយើងទទួលបានមក10អញ្ចឹង5ដែលលើសហ្នឹងគឺយើងហៅថាចំណេញអាហ្នឹងគឺថាជាចំណេញឯងចំណេញក្នុងន័យមួយចានេះគឺជាលទ្ធផលដែលចំណូលពីប្រតិបត្តិការរបស់យើងពី
ពីធុរកិច្ចរបស់យើងពីអាជីវកម្មរបស់យើងចាដូចយើងពិបាកយល់បន្តិចគ្រូចំណូលនិងចំណេញនេះចាអាចចំណូលគឺនៅពេលដែលអញ្ចឹងព្រោះឥឡូវខ្ញុំនៅជាមួយនឹងចានៅជាមួយនឹងអាហារឋានដដែលណាកាលណាយើងធ្វើម្ហូបលក់អញ្ចឹងវាមានទាំងបាយផងវាមានទាំងភេសជ្ជៈផងណាបាទអញ្ចឹងនៅពេលដែលយើងដកថ្លៃដើមម្ហូបបន្លែដែលយើងទិញមកភេសជ្ជៈដែលយើងទិញមកទឹកកកដែលយើងទិញមកចាហើយដកអីទៀតបុគ្គលិកអីផ្សេងៗយ៉ាងថ្លៃបុគ្គលិកដែលគាត់ធ្វើការឲ្យយើងហ្នឹងដកចេញហើយចាអាហ្នឹងយើងហៅថាចំណូលចាប៉ុន្តែអត់ទាន់ដល់ចំណេញទេនៅពេលដែលយើងដកពួនបាទនៅអីទៀតប្រាក់ធានារ៉ាប់រងដល់អ្នកគ្រប់គ្រងដល់អ្នកបុគ្គលិកថ្លៃផ្ទះដែលយើងឧបមាថាបើអាហារឋានហ្នឹងជាផ្ទះរបស់យើងវាមិនអីទេប៉ុន្តែពេលខ្លះយើងត្រូវជួលគេដែរអញ្ចឹងយើងដកអាហ្នឹងទៀតដកអាហ្នឹងទៀតនៅយើងមិនដឹងថាតើថ្ងៃណាដែលចានដែលយើងប្រើហ្នឹងវាបែកយើងអត់ដឹងកែវដែលយើងប្រើសម្រាប់ដាក់ភេសជ្ជៈជូនភ្ញៀវហ្នឹងវាបែកយើងអត់ដឹងថ្ងៃណាបុគ្គលិកខឹងបោកមួយយ៉ាងទៅអាហ្នឹងខ្ញុំមិនហ៊ានថាទេចាប៉ុន្តែក៏ធ្លាប់ឮដែរដូចថាវិច័យដន់ណាវាមិនមែនថាជាទៀងទាត់ទេជួនកាលក៏ឮសូរថាមានកែវបែកដែរវាមិនអត់ទេចាហើយនៅពេលហ្នឹងបានយើងដកអាមួយស្ទាប់ទៀតចឹងទៅបានវិឈានដល់ចំណូលប៉ុន្តែចំណូលហ្នឹងវាមានចំណូលដល់ចំណូលសុខទៀតចានៅវែងឆ្ងាយតទៀតចាដកអត់ទាំងអស់ទៅបានឃើញចំណេញចំណូលណាគ្រូដកគ្រប់បែបយ៉ាងទាំងអស់បានចេញជាចំណេញបាទចំណេញបាទប៉ុន្តែនៅក្នុងន័យកណន័យចំណេញហ្នឹងយើងគិតថាអ្វីដែលយើងកំពុងទៅជែកគ្នានេះអាហ្នឹងគឺជាចំណេញដែលចេញពីធុរកិច្ចរបស់យើងពីមុខរបររបស់យើងបាទចាវាមានករណីខ្លះយើងចំណេញដែរតែអត់បានធ្វើអីសោះអត់អលីងចាអញ្ចឹងផបសំណាងហ្នឹងគឺវាមិនមានគ្រប់គ្នាទេចាក៏ប៉ុន្តែពាក្យចំណេញយើងបានអនុម័តហើយស្របគ្នាជាមួយនឹងភាសាអង់គ្លេសថា profit ចាណាអាហ្នឹងគឺថាចំណេញដែលយើងដកចំណាយដែលខ្ញុំនិយាយមិញហ្នឹងណាចា coffee income ចាប៉ុន្តែមួយទៀតដែលរាជរដ្ឋាភិបាលយើងក៏មានខ្ទង់សម្រាប់ប្រមូលពន្ធដែរបាទយើងហៅថាចំណេញមូលធនដោយសារជាភាសាអង់គ្លេសគឺពាក្យដើមគឺ capital gain ហើយ capital បើសិនជាយើងបញ្យល់ទៅគឺសំដៅទៅលើមូលធនហើយពាក្យថាមូលធននេះគឺជាអ្វីគ្រប់យ៉ាងទាំងអស់ដែលយើងយកវាមកប្រើហើយអាចបានជាលុយកាក់ត្រឡប់មកវិញចាហើយអញ្ចឹងសម្រាប់ការយកពន្ធរបស់រាជរដ្ឋាភិបាលយើងលោកមានជាការកំណត់ច្បាស់លាស់ចាណាឧទាហរណ៍ថាជាអចលនទ្រព្យទៅចាស់មួយក្នុងចំណោមមូលធនផ្សេងទៀតដែលមានការកំណត់ចាហើយទស្សនិកជនអាចពិនិត្យមើលបាននៅក្នុងសន្តានុក្រមរបស់ខាងគណយុដ្ឋានពន្ធដារចាអញ្ចឹងសម្រាប់ខ្ញុំគឺពាក្យថាចំណេញមូលធនហ្នឹងគឺវាប្រហាក់ប្រហែលគ្នាជាមួយនឹងពាក្យចំណេញដែរពីព្រោះមុនឆ្នាំ2020វាមានយើងហៅថាវិស័យអចលនទ្រព្យវាមានការរីកចម្រើនខ្លាំងបាទដោយមួយរយៈហ្នឹងគឺមានអ្នកវិនិយោគិនបរទេសហ្នឹងមកប្រទេសកម្ពុជាយើងច្រើនហើយគាត់ក៏ចាប់ផ្ដើមវិនិយោគក្នុងវិស័យអចលនទ្រព្យនៅប្រទេសយើងអញ្ចឹងគឺមានទំនោរថាទិញដីទុកដើម្បីក្រែងលោថាដល់ពេលហ្នឹងវាឡើងថ្លៃអញ្ចឹងឃើញគេបានក៏មានអ្នកធ្វើតាមដែរអ
ចឹងអាគេបានហ្នឹងគឺសំដៅទៅលើមិនចាប្រមាណថាដីស្រែសោះហ្នឹងណាចាតម្លៃប្រមាណថា1 ម៉ែត្រការ៉េតម្លៃតែចាថា10000 រៀលចុះ$2 កន្លះចាចាប់តែមានភ័ព្វសំណាងអីគឺថាអ្នកវិនិយោគិនគាត់ចាប់អារម្មណ៍ធ្វើរោងចក្រចាធ្វើរោងចក្រចង់កន្លែងដីយើងចាក៏វាឡើងស្រើតទៅបាទចាអញ្ចឹងគាត់មិនបានដឹងថាយើងទិញប្រហែលទេយើងថាអាហ្នឹង1 ម៉ែត្រការ៉េដូចថាមិនកាត់ថ្លៃប្រហែលទេយកតែ$50ទៅបានហើយបាទហើយនោះថាកាន់លុយមកពីនាយប្រុងវិនិយោគនៅស្រុកយើងហើយក៏គិតថា$50ហ្នឹងវាសមរម្យហើយអញ្ចឹងក៏យើងចំណេញដូចធូរចាអត់មានបានធ្វើអីទេគឺដីនៅជាដីដដែលអត់មានបានចាក់បំពេញអត់បានធ្វើរបងអីទាំងអស់វាបានកើនឡើងពី$2 កន្លះដល់ទៅ50អញ្ចឹងអាកម្លាត$7 កន្លះក្នុង1 ម៉ែត្រការ៉េហ្នឹងអាហ្នឹងគឺយើងហៅថាចំណេញមូលធនចាអញ្ចឹងអាចំណេញដោយអត់បាច់ប្រឹងអីទាំងអស់ចាអញ្ចឹងបើអ្នកគេមានភ័ព្វសំណាងបានជួបពាក្យហ្នឹងចាណាបានជួបជាក់ស្ដែងចាអ្នកគ្រូមានជាពាក្យពេចន៍អ្វីថ្មីដែលអ្នកគ្រូបានចូលរួមបង្កើតពាក់ព័ន្ធវិស័យសេដ្ឋកិច្ចនេះដែរទេបាទចាពាក្យថ្មីដែលទើបអនុម័តនៅថ្ងៃទី1 ខែមេសាឆ្នាំ2026គឺថាអត់ទាន់បាត់ទៅណាឆ្ងាយទេគឺមាននៅលើFacebook របស់ក្រមប្រឹក្សាជាតិភាសាខ្មែរចាដែលខ្ញុំខ្លួនឯងដែលបានរៀនអ្វីទៅដែលហៅថាវិទ្យាសាស្ត្រសេដ្ឋកិច្ចនឹងតាំងពីឆ្នាំ1985មកដែលមានគំនិតថារៀនបន្ទាប់ពីជាប់បាក់ឌុបហើយនោះក៏មិនដែលបានចាប់អារម្មណ៍ថាពាក្យហ្នឹងវាមានគម្លាតខុសគ្នាយ៉ាងម៉េចដែរហើយយើងប្រើជាទូទៅតែម្ដងចាគឺពាក្យបៀវត្សដែលមិនពិបាកយល់ជាភាសាអង់គ្លេសទេគឺយើងច្រើនតែប្រើថា salary ចាអ្នកសាមញ្ញក៏ចេះដែរពាក្យហ្នឹងហើយនឹងមួយទៀតគឺប្រាក់កម្រៃណាគឺយើងបានជ្រើសរើសយកជាភាសាអង់គ្លេសគឺ remuneration ចាហើយនឹងមួយទៀតដែលជាពិសេសគឺក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិយាយច្រើនជាមួយនឹងក្មួយកម្មកររោងចក្រគឺប្រាក់ឈ្នួលចាអញ្ចឹងបៀវត្សអ្នកគ្រូសុំទោសពាក្យនេះនៅក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជជួនណាតលោកបញ្យលអំពីពាក្យបៀហ្នឹងជាប្រភេទខ្យងនៅបាតសមុទ្រមួយយ៉ាងហើយវត្តហ្នឹងគឺឆ្នាំដែលជារង្វាន់របស់ព្រះមហាក្សត្រប្រទានទៅដល់មន្ត្រីណាមួយដែលលោកសពតិហើយដែលបង្កើតពាក្យបៀវត្តជារង្វាន់សម្រាប់ប្រចាំឆ្នាំប៉ុន្តែក្រោយមកវាคล้ายទៅជាប្រាក់ខែទៅវិញហ្នឹងវាយ៉ាងម៉េចទៅណាគ្រូចាចំណុចហ្នឹងហើយដែលខ្ញុំអរគុណណាស់ដែលបងពិធីក៏បានលើកឡើងចាព្រោះខ្ញុំក៏មិនមានជំនាញខាងប្រវត្តិសាស្ត្រអីដែរចាអញ្ចឹងបានថាខ្ញុំទៅអង្គលឯហ្នឹងណាចាហើយយើងបៀវត្សនេះគឺជាក់ស្ដែងដោយបងអូនបានលើកឡើងអញ្ចឹងគឺចឹងនិយាយថាបៀគឺសំដៅទៅលើជាខ្យងម្យ៉ាងមើលតម្រងវាដូចជារបៀបដូចជាពុះទាអញ្ចឹងបើនៅក្នុងបឹងគេហៅជាពុះទាហើយចាប៉ុន្តែនៅក្នុងសមុទ្រវាជាសម្បកទូចហើយវែងហើយរលោងស្អាតចាហើយអញ្ចឹងខ្យងហ្នឹងគឺមានឈ្មោះថាបៀហើយជាក់ស្ដែងបច្ចុប្បន្ននេះគឺប្រាក់រៀលរបស់យើងវាคล้ายទៅជាប្រាក់ដែលអត់មានរូបទៅទៀតទៅហើយចាគឺយើងប្រើតាមទូរស័ព្ទតែចាបាញ់ចុះបាញ់ឡើងយើងប្រើតែបាញ់ទេឥឡូវហ្នឹងគ្មានវេទេចាក៏ប៉ុន្តែមុននឹងឈានមកដល់អ្វីដែលទំនើបបច្ចុប្បន្ននេះគឺថាប្រាក់រៀលរបស់យើងហ្នឹងគឺតម្រាំតែបានកើតហើយតម្រាំបានឯករាជ្យភាពតម្រាំបានរីកចម្រើនមកដល់រាល់ថ្ងៃនេះគឺថាមានប្រវត្តិវែងឆ្ងាយណាស់ចាហើយពាក់ព័ន្ធទៅនឹងពាក្យថាបៀវត្សនេះគឺដោយបងអូនបានលើកឡើងអំពីថាជាខ្យងបានន័យថាយើងអត់ទាន់មានក្រដាស់ប្រាក់ទេចាក្រដាស់ប្រាក់
រៀលដែលយើងចាយបច្ចុប្បន្ននេះមានកំណើតជាក់ស្ដែងទៅនឹងសម័យដែលយើងរួចផុតពីអាណានិគមបារាំងទេបានន័យថាមុននឹងមានធនាគារឥណ្ឌូចិនដែលធនាគារហ្នឹងបារាំងជាអ្នកសម្របសម្រួលបង្កើតដែលกระดาษប្រាក់តែមួយសន្លឹកទេដែលអាចចាយបាន3ប្រទេសបាទព្រោះយើងវាអត់មានឡាវក៏អត់មានវៀតណាមគេអត់មានក៏អត់មានដូចតែគ្នាអញ្ចឹងប្រទេស3ហ្នឹងគឺបារាំងគេបង្កើតធនាគារឲ្យមួយចាដែលអត់មានដែលប្រើกระดาษប្រាក់តែមួយទេហើយចាយបាន3ប្រទេសចាតែគេមានដាក់ឈ្មោះដូចថារូបនៅលើនឹងអញ្ចឹងមានរូបស្ត្រីខ្មែរមានរូបស្ត្រីឡាវមានរូបស្ត្រីវៀតណាមមើលទៅដូចថាមានការឯកភាពគ្នា3ប្រទេសហ្នឹងហ្មងណាចាហើយអញ្ចឹងប្រាក់រៀលនេះនិយាយរួមទៅគឺថានៅពេលដែលលែងមានធនាគារឥណ្ឌូចិនហ្នឹងបានយើងមានធនាគារជាតិនៃកម្ពុជារបស់យើងហើយខាងវៀតណាមគេមានរបស់គេទៅខាងឡាវក៏មានរបស់គេទៅបាទដោយឡែកសត្វដែលឈ្មោះបៀហ្នឹងគឺវាគ្រាន់តែថាជាវត្ថុម្យ៉ាងដែលត្រូវបានសង្គមយើងសន្មត់មួយរយៈថាហ្នឹងវាប្រៀបបានដូចជាប្រាក់រៀលរបស់យើងអញ្ចឹងចាហើយក៏វាជាប់នៅក្នុងការប្រើប្រាស់ទៅអញ្ចឹងមានន័យថាបើតាមសេចក្តីពន្យល់របស់សម្ដេចសង្ឃលោកនិយាយថាមានសង្ឃនិកានៅក្នុងសភៅហ្នឹងថាជាប្រាក់ចាហើយដល់វត្តនេះជាភាសាបរទេសដែរមានន័យថាឆ្នាំអញ្ចឹងពាក្យថាបៀវត្តហ្នឹងគឺប្រាក់និយាយស្រួលស្ដាប់ទៅគឺថាប្រាក់សម្រាប់មួយឆ្នាំបាទហើយសម្រាប់ខ្ញុំគឺខ្ញុំនិយាយថាពាក្យហ្នឹងគឺត្រូវណាដោយសារអីដោយសារជាគោលការណ៍សម្រាប់មន្ត្រីរាជការមានន័យថាក្នុងឆ្នាំហ្នឹងឈ្មោះមន្ត្រីម្នាក់គាត់នៅក្នុងគាត់ថាទទួលបានកម្មប្រាក់ប្រមាណគាត់មានប្រាក់អីប្រមាណទៀតអាហ្នឹងគឺគេគិតចេញជាមួយឆ្នាំសម្រាប់មួយឆ្នាំចាហើយខាងវិស័យឯកជនក៏អញ្ចឹងដែរតើតាចិត្តចុងឆ្នាំទៅបានគេធ្វើវិតម្លៃបុគ្គលិកមួយហើយអាចថាឆ្នាំបន្ទាប់ទៀតត្រូវឡើងប្រាក់របៀបម៉េចទៀតបានន័យថាចូលឆ្នាំផ្សេងចាអញ្ចឹងដែលយើងនៅក្នុងពាក្យសាមញ្ញយើងចេះតែប្រើថាប្រាក់ខែបាទមកពីអានឹងយើងបើកប្រចាំខែយើងបើកប្រចាំខែបាទឥឡូវពីហើយដល់ថ្ងៃនេះវាយើងមានបើកប្រចាំខែណាយើងបើក2សប្តាហ៍ម្ដងអញ្ចឹងពាក្យយើងប្រើវាអត់ត្រូវទេបាទហើយពាក្យដែលប្រើគឺដែលត្រូវច្បាស់តាមក្បួនច្បាប់នោះគឺបៀវត្តចាអញ្ចឹងបើកប្រាក់បៀវត្តហ្នឹងគឺសំដៅទៅលើថាប្រាក់ឆ្នាំណាវាអត់ត្រូវទេចាយើងនាំគ្នាប្រើបៀវត្តទៅចាត្រូវជាមួយនឹងពាក្យថា salary ចាហើយពាក្យមួយទៀតគឺដែលយើងដូចថាសម្រាប់ខ្ញុំគឺថាមិនថ្មីទេគឺថាយើងប្រើតែយើងអត់ដឹងភាពខុសគ្នាជាមួយនឹងពាក្យបៀវត្តហើយនឹងប្រាក់ឈ្នួលរបៀបមិនដែរប្រាក់កម្រៃអញ្ចឹងខ្ញុំយក3ពាក្យហ្នឹងយកមកដាក់ចិត្តគ្នាចាប្រាក់កម្រៃជាទូទៅបើនិយាយឲ្យស្រួលស្ដាប់ដូចថាយើងម៉ៅការងារឲ្យមនុស្សម្នាក់ធ្វើអីមួយមិនដឹងទេរបៀបដូចថាជាទីប្រឹក្សាឬមួយក៏ថានិយាយរួមទៅនិយាយស្រួលស្ដាប់គឺរបៀបម៉ៅការងារមួយអញ្ចឹងម៉ៅការងារហ្នឹងគឺថាគេអាចគិតថាជាថ្ងៃមួយថ្ងៃគេឲ្យប្រមាណគឺសំដៅលើប្រាក់កម្រៃហ្នឹងហើយអត់មានស្អីលម្អិតតទៀតទេគឺប្រាក់មួយដុំហ្នឹងយកមកប្រាក់មួយដុំហ្នឹងគឺសំដៅទៅលើបើសិនជាយកមកវែកញែកឲ្យលម្អិតវាមានទាំងបៀវត្តដែលខ្ញុំទៅនិយាយមុនហ្នឹងវាមានជាបុព្វលាភបានន័យថាជាប្រាក់អីផ្សេងទៀតនិងអត្ថប្រយោជន៍ផ្សេងទៀតដូចថាអាហ្នឹងគឺថាមួយសំណុំបូកចូលគ្នាគឺប្រាក់កម្រៃដោយអត់មានគិតតាមដូចថាបំបែកជាខ្ទង់អីទេបានន័យថាជាលុយមួយដុំដែលគេឲ្យហ្មងចាអាហ្នឹងប្រាក់កម្រៃ
ចុះប្រាក់ឈ្នួលដែលខ្ញុំបាននិយាយថាភាគច្រើនគឺយើងប្រើជាមួយនឹងក្មួយៗដែលធ្វើការនៅតាមរោងចក្រចាប្រាក់ឈ្នួលនេះគឺសំដៅទៅលើជាប្រាក់ដែលនិយោជិតហ្នឹងគឺមិនថាកម្មករឬមួយក៏មន្ត្រីរាជការឬមួយក៏មន្ត្រីកិច្ចសន្យាមន្ត្រីអីយ៉ាងម៉េចមិនដឹងទេគឺសំដៅទៅលើថាកាលណាគេនិយាយប្រាក់ឈ្នួលគឺគេត្រូវគិតតាមម៉ោងឬមួយក៏គេគិតតាមបរិមាណការងារចាហើយខ្ញុំសូមប្រើភាសាដែលខ្ញុំធ្លាប់ឮពីសាច់ញាតិខ្ញុំដែលគាត់មានកូនក្មួយរបស់គាត់ចៅរបស់គាត់ធ្វើការនៅតាមរោងចក្រនោះគាត់ច្រើនតែប្រើពាក្យថាប្រាក់អូសម៉ោងចាណាអាហ្នឹងបានន័យថាដូចថាគាត់ធ្វើលើសប្រហែលម៉ោងទៅប្រាក់បន្ថែមម៉ោងរបស់គាត់ហ្នឹងណាឬមួយក៏ដេគិតតាមបងចាណាអាហ្នឹងគឺសំដៅទៅលើនៅតាមរោងចក្រគេច្រើនគិតពីប្រាក់ឈ្នួលតែបើនិយាយឲ្យជាក់ស្ដែងណាគឺថាពាក្យថាប្រាក់ឈ្នួលគឺមានវិសាលភាពមិនមែនបានសេចក្តីថាតាមឋានៈទេអូប្រាក់ឈ្នួលគឺប្រើនៅតាមតារោងចក្រនៅតាមសាលារៀនប្រើមិនបានទេនៅតាមក្រសួងប្រើមិនបានទេនិយាយរួមទៅគឺថាភាសាមិនមានឋានៈទេពាក្យថាប្រាក់ឈ្នួលនេះគឺប្រើបានគ្រប់ទីកន្លែងទាំងអស់ឲ្យតែថាការគិតទូទាត់កម្រៃហ្នឹងគិតជាម៉ោងឬមួយក៏គិតតាមអ្វីដែលគាត់សម្រេចបានបរិមាណការងារចា៎បាទអរគុណច្រើនអ្នកលោកស្រីបណ្ឌិតបាទ